ដឹងទេថាពួកតារាផ្កាយនោះខ្លាំងណាស់តែដៃពីរអាចទប់នឹងដៃ4បានយ៉ាងម៉េចទៅខ្ញុំជាមេតបធំលើសមរភូមិត្រូវតែស្ដាប់បញ្ជាខ្ញុំមិនបាច់បារម្ភទេបងប្រកាសជាឈ្នះតន្ត្រីប្រយុទ្ធដ៏តានតឹងមេតបស៊ូនេះជាភេសជ្ជៈពិសេសជួយឲ្យលោកធូស្បើយបំពង់មេតបលីពិតជាគិតគូរបានដិតដល់មែនកុំភ្លេចផឹកណាសំឡេងសំខាន់ណាស់កុំឲ្យធ្វេសប្រហែសឲ្យសោះលីវៃឈួនម្នាក់នេះកុំសង្ឃឹមថាវាមានចិត្តល្អឲ្យសោះធ្វើជាផឹកតាមវាសិនចុះហ៊ានផឹកតាមវាដល់ថ្នាក់នេះបើនៅលើសង្វៀនបាត់បង់សំឡេងហើយវិញ្ញាណមិនចេញមិនត្រឹមតែជាអ្នកទោសផ្លូស្តាទេថែមទាំងត្រូវស្លាប់ដោយគ្មានសល់ហាហាមេតបស៊ូលោកចប់ហើយជីសៀនហ្វុងនិងរាជវង្សសៀគឺជារបស់អញទាំងអស់តន្ត្រីបង្កប់ភាពអាតកំបាំងតើមានរឿងអ្វីកើតឡើងពួកយើងទើបតែឈ្នះក្រុមផ្កាយហេតុអ្វីត្រូវទៅប្រឈមមុខដាក់គេទៀតផ្លូស្តាដ៏កំសោយហ៊ានមកប្រឈមនឹងក្រុមផ្កាយដំហិមារបស់យើងមែនជាការស្មានមិនដល់ពិតមែនតន្ត្រីដាស់តឿនអារម្មណ៍ជូនពរមេតបស៊ូយើងជួបគ្នាលើកដំបូងខ្ញុំជាគូហឺនៃក្រុមផ្កាយរាជវង្សសៀបញ្ជូនមកតែម្នាក់ឬខ្ញុំនឹកស្មានថាព្រះមហេសីក៏នឹងមកដែរដើម្បីឲ្យខ្ញុំបានគយគន់សម្រស់របស់ព្រះមហេសីសៀឯងពិតជាមានទំនុកចិត្តលើខ្លួនឯងណាស់ខ្ញុំបានដឹងពីប្រវត្តិឯងហើយឯងហៅវិញ្ញាណបានខ្លាំងមែនតែលើកនេះគឺការប្រយុទ្ធជាក្រុមខ្ញុំមានអ្នកក្លាហានទាំង12នាក់នេះតន្ត្រីចាប់ផ្ដើមការប្រយុទ្ធគ្រប់គ្នារួចរាល់ហើយ10នាទីទៀតចាប់ផ្ដើមប្រយុទ្ធដោយកិត្តិយសនៃព្រះផ្កាយខ្ញុំសូមអញ្ជើញចេញមកអ្នកក្លាហានទាំង12តន្ត្រីបង្ហាញភាពអស្ចារ្យអ្នកក្លាហានទាំង12កុំតិចវាចោលទោះបីជាផ្លូស្តារឥឡូវនេះមិនខ្លាំងក៏ដោយតែបុព្វបុរសរបស់ពួកគេគឺខ្លាំងពិតប្រាកដមែននេះជាកន្លែងស្អីទៅហឺចុះបើឯងជាម្ចាស់ផ្ទះតើមានន័យយ៉ាងណាឯងមើលខាងនេះចុះខ្ញុំមានអ្នកក្លាហានដល់ទៅ12រូបឯណោះភ្លេងបុរាណចិនដ៏ស័ក្តិសមជំនាន់ទៅជំនាន់គេឈ្មោះវីរបុរសនៅគង់វង្សជោគជ័យឬបរាជ័យសុទ្ធតែជាខ្យល់បក់តន្ត្រីដ៏អស្ចារ្យតាចាស់សៅម៉ឹងទៅកាន់កាប់អំណាចមួយនគរតើមានអ្នកណាហ៊ានប្រជែងនឹងយើងភ្នំខៀវនៅទីនេះត្បិតថ្ងៃលិចលាក់ពន្លឺចុះ